ហើយឥឡូវនេះយើងមកកាន់រាជធានីភ្នំពេញវិញដែលពាក់ព័ន្ធទៅនឹងព័ត៌មានដែលមានការលើកឡើងពីយុវជនដែលពួកគាត់បាននិយាយអំពីកម្មវិធី Springboard ដែលគាត់លើកឡើងថាកម្មវិធី Springboard ហ្នឹងគឺជាកម្មវិធីបណ្ដុះបណ្ដាលភាពក្លាហាននិងការទទួលខុសត្រូវដល់យុវជននៅក្នុងការនិយាយភាសាអង់គ្លេសជាសាធារណៈអញ្ចឹងខ្ញុំសូមឲ្យកញ្ញារដ្ឋជម្រាបជូនទៅកាន់សមាជិកជនលំអិតបន្តិចជំវិញព័ត៌មាននេះថាតើកម្មវិធីនេះគឺធ្វើឡើងដូចជាបង្កើតឡើងនៅក្នុងគោលបំណងអ្វីដែរចា៎កម្មវិធីនេះទូទៅសិស្សជនគឺមានឈ្មោះថា Springboard គឺជាកម្មវិធីបណ្ដុះនៅភាពក្លាហាននិងការទទួលខុសត្រូវដល់យុវជនក្នុងការនិយាយភាសាអង់គ្លេសសាធារណៈផងដែរហើយយើងក៏មានបេក្ខជនជាច្រើនក្នុងការចូលរួមចាបេក្ខជនដែលចូលរួមប្រកួតជើងឯកការនិយាយភាសាអង់គ្លេសជាសាធារណៈដែលរៀបចំឡើងដោយ Springboard ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យានៅព្រឹកថ្ងៃសៅរ៍ចាលើកឡើងស្រដៀងគ្នាដែរថា Springboard គឺជាកម្មវិធីគឺបណ្ដុះនៅភាពក្លាហាននិងការទទួលខុសត្រូវដល់យុវជនក្នុងការឈរនិយាយជាសាធារណៈគឺមានថាមិនត្រឹមតែភាសាអង់គ្លេសតែប៉ុណ្ណោះទេប៉ុន្តែនៅពេលដែលគាត់និយាយទូទៅសិស្សជនគឺកំពុងតែបង្ហាញថាគាត់ហ្នឹងគឺមានភាពជឿជាក់ហើយគាត់មានភាពក្លាហានហើយទទួលខុសត្រូវដូច្នេះការនិយាយរបស់គាត់ហ្នឹងគឺជាលក្ខណៈការប្រកួតចាបេក្ខនារីជ័យលាភីក្នុងវគ្គទី1ពីការប្រកួតនិយាយភាសាអង់គ្លេស Springboard មកពីសាកលវិទ្យាល័យអន្តរជាតិ Belty កញ្ញាហងណារីគឺបានឲ្យដឹងដែរថាកម្មវិធីនេះគឺជាកម្មវិធីមួយដែលជំរុញដល់សិស្សានុសិស្សដែលកំពុងតែរៀនភាសាអង់គ្លេសឲ្យមានភាពក្លាហានក្នុងការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯងនិងមានទំនួលខុសត្រូវនៅពេលដែលកំពុងឡើងនិយាយជាសាធារណៈជាដើមចា៎ហើយយើងក៏មាននៅសំឡេងរបស់កញ្ញាហងណារីរូបនេះខ្ញុំខ្ញុំគិតថាសមត្ថភាពនិស្សិតកម្ពុជាសប្តាហ៍ថ្ងៃគឺអាចឆ្លើយតបទៅក្នុងអាស៊ានសមាហរណកម្មនៅឆ្នាំ2015នេះបានព្រោះថាយើងដឹងហើយភាសាគឺសំខាន់មែនទែនក្នុងការទំនាក់ទំនងទាំងការទំនាក់ទំនងនិងធ្វើការនៅតាមស្ថាប័នផ្សេងៗអញ្ចឹងនៅពេលដែលគាត់ចេះភាសាអង់គ្លេសសំខាន់គាត់ចេះភាសាអង់គ្លេសគាត់អាចទំនាក់ទំនងជាមួយជនបរទេសបានជាមួយសមាជិកទាំង10ដែលមាននៅក្នុងអាស៊ានហើយខ្ញុំអាចនិយាយបានថាគាត់ពិតជាមានសមត្ថភាពដែលអាចប្រកួតប្រជែងជាមួយពួកគេបានគេប្រកួតមកគឺចេញមកដើម្បីយើងមាន commitment ខ្ពស់មាន confidence ក្នុងការប្រកួតប្រជែងអញ្ចឹងមានថាបើសិនជាអ្នកផ្សេងមកក៏ដោយក៏យើងនៅតែប្រកួតប្រជែងមួយគេដែរហើយយើងក៏មានសមត្ថភាពដែរពួកយើងធ្វើបានគេធ្វើបានប៉ុណ្ណឹងយើងក៏ធ្វើបានប៉ុណ្ណឹងដែរសំខាន់គឺយើងប្រឹងប្រែងចាដោយអ្វីដែលបេក្ខជនបានលើកឡើងអញ្ចឹងចាគឺសំខាន់ត្រូវមានការប្រឹងប្រែងហើយជឿជាក់លើខ្លួនឯងហើយការប្រកួតនិយាយភាសាអង់គ្លេសនៅឆ្នាំ2014នេះផងដែរគឺពុំមានប្រធានបទខុសអ្វីពីឆ្នាំមុននោះទេតែប្រធានបទដែលជាស្នូលពិសេសហ្នឹងគឺប្រធានបទដែលតាក់ទងទៅនឹងសមាហរណកម្មអាស៊ានឆ្នាំ2015ក្នុងនោះគឺមានការអប់រំចាសេដ្ឋកិច្ចបរិស្ថាននិងសេដ្ឋកិច្ចជាដើមហើយស្រដៀងគ្នានោះដែរចាបេក្ខជនដែលមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផ្នែកទំនាក់ទំនងការបរទេសក៏បានឲ្យដឹងដែរថាចាគឺលោកប៊ុនរ៉ូប៊ីនការចូលរួមប្រកួតនិយាយភាសាអង់គ្លេសគឺជាបទពិសោធន៍ដ៏ថ្មីមួយសម្រាប់លោកក្នុងការនិយាយភាសាអង់គ្លេសផងដែរដោយតែលោកបានមានប្រសាសន៍អំបញ្ញមិញចាហើយសូមជម្រាបផងដែរថាសម្រាប់ការប្រកួតនិយាយភាសាអង់គ្លេសឆ្នាំ2015នេះគឺមាន4កម្រិតចាដែលកម្រិតទី1ហ្នឹងបេក្ខជនគឺកំពុងតែរៀននៅថ្នាក់វិទ្យាល័យហើយកម្រិតទី2គឺថ្នាក់មហាវិទ្យាល័យកម្រិតទី3គឺជាគ្រូភាសាអង់គ្លេសវ័យក្មេងនិងកម្រិតទី4គឺជាការជជែកសួរដេញដោលគ្នាទៅវិញទៅមកហើយចំពោះក្រុមដែលអ្នកឈ្នះលេខ1ហ្នឹងគឺនឹងបានទៅទស្សនកិច្ចនៅឯប្រទេសអង់គ្លេសខណៈដែលក្រុមជ័យលាភីលេខ2នឹងទៅចូលរួមប្រកួតជជែកសួរដេញដោលនៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងកោះបាលីជាបន្តទៀតហើយដែលឡែកចំនួនបេក្ខជនចូលរួមប្រកួតទាំងអស់សម្រាប់ឆ្នាំ2014នេះគឺមានទាំងអស់256នាក់គឺកើនឡើងជាង 90% ខណៈឆ្នាំមុនគឺមានបេក្ខជនតែជាង100នាក់ប៉ុណ្ណោះចឹងបង្ហាញថាបេក្ខជនក៏ដូចជាធនធានដែលមានការជឿជាក់លើខ្លួនឯងក៏ដូចជាមានចំណេះដឹងខ្ពស់ហ្នឹងគឺមានការកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរចា៎